ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើកាហ្វេ Dalgona តោះកុំឲ្យខាតពេលយូរយើងទៅមើលពីគ្រឿងផ្សំទាំងអស់គ្នាចា៎បងប្អូនគឺយើងមានជាមួយនឹងទឹកដោះគោស្រស់បងប្អូនអាចប្រើមកអីក៏បានដែលបងប្អូនងាយស្រួលឬក៏ធ្លាប់ប្រើនៅផ្ទះហើយមានជាមួយនឹងម្សៅនេះកាហ្វេហើយនិងស្ករសបន្ទាប់មកគឺយើងមានជាមួយនឹងទឹកក្តៅសម្រាប់វិធីធ្វើគឺខ្ញុំមានម្សៅនេះកាហ្វេចំនួន1ស្លាបព្រាបាយសម្រាប់ស្ករសគឺយើងប្រើចំនួន1ស្លាបព្រាបាយដូចគ្នាហើយបន្តមកទៀតគឺយើងប្រើជាមួយទឹកក្តៅ1ស្លាបព្រាបាយដូចគ្នាបងប្អូនកន្លែងនេះបងប្អូនត្រូវប្រើជាមួយនឹងម៉ាស៊ីន mixer ខ្នាតតូចយកមកកូរវាយវារយៈពេល3ទៅ5នាទីវាយរហូតដល់វាឡើងគ្រីមមើលទៅ smooth ល្អបន្ទាប់ពីយើងវាយបាន3ទៅ4នាទីនេះបងប្អូនសាច់កាហ្វេគឺវាឡើងចេះឯងវាឡើងគ្រីមហើយវា smooth ល្អមែនតើឥឡូវយើងមករៀបចំកែវទឹកកករបស់យើងកន្លែងនេះបើសិនជាបងប្អូនធ្វើលក់បងប្អូនអាចប្រើជាមួយកែវលេខ22អោនរបស់មុននេះគឺត្រូវជាមួយនឹងកែវលេខ22អោនហើយខ្ញុំប្រើជាមួយទឹកដោះគោស្រស់120 ml បន្ទាប់មកគឺយើងចាក់គ្រីមកាហ្វេដែលយើងបានវាយរួចរាល់នោះពីលើរួចជាការស្រេចបងប្អូននឹងទទួលបានកាហ្វេដែលមានរសជាតិឆ្ងាញ់សូមអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូនេះដល់ចប់បើសិនជាបងប្អូនចង់បានរូបមន្តអ្វីថ្មីៗអាច comment នៅខាងក្រោមវីដេអូបាន